រឿងមាន់ឃ្លានចំណីកូនមាន់និយាយរអ៊ូយ៉ាងកំសត់ថាខ្ញុំរកបានតែកូនចន្លែនស្គមតូចនេះមួយកូនមាន់ទី2និយាយដោយក្រញែងខ្លួនយ៉ាងប្លែកថាខ្ញុំរកបានតែតកៅតូចកខ្វក់នេះមួយកូនមាន់ទី3ស្រែកយ៉ាងគ្រលួចថាខ្ញុំរកបានតែសបកក្រូចមួយចំណិតនេះកូនមាន់ទី4ត្អូញតិចយ៉ាងហេវហត់ថាខ្ញុំរកបានតែកូនដុំថ្មរឹងម្ដុំនេះកូនមាន់ទី5យំដោយអន់ចិត្តថាខ្ញុំរកបានតែស្លឹកឈើពណ៌បៃតងតូចមួយនេះមេមាន់និយាយពីក្នុងសួនច្បារមកថាឥឡូវមកមើលនេះណែបើពួកកូនចង់បានចំណីនាំគ្នាមកទីនេះណែហើយក៏កាយដីរឿងអនុស្សាវរីយ៍របស់លោកយាយពេលលោកយាយអានរឿងឲ្យខ្ញុំស្ដាប់គាត់នឹកឃើញការគាត់អានដោយគ្មានពាក់វ៉ែនតាពេលលោកយាយធ្វើនំឲ្យខ្ញុំញ៉ាំគាត់នឹកឃើញការគាត់ប្រើប្រដាប់វាយពងមាន់ចំនួនចាស់ពេលលោកយាយសម្លឹងមើលខ្ញុំឡើងដើមឈើគាត់នឹកឃើញការគាត់ដាំកូនឈើពេលលោកយាយទិញប៉េងប៉ោងឲ្យខ្ញុំលេងគាត់នឹកឃើញការគាត់ទិញប៉េងប៉ោងតម្លៃតែ1សេនប៉ុណ្ណោះពេលលោកយាយសិតសក់ឲ្យខ្ញុំគាត់នឹកឃើញការគាត់សិតសក់អង្កាញ់ខ្មៅរលើបរបស់គាត់ពេលលោកយាយកាត់ផ្កាកុលាបគាត់នឹកឃើញការគាត់កាន់បាច់ផ្កាកុលាបក្នុងថ្ងៃរៀបការរបស់គាត់ហើយនៅពេលលោកយាយដាក់ខ្ញុំគេងពេលយប់គាត់នឹកឃើញកាលឪពុកខ្ញុំនៅតូចដូចខ្ញុំដែរយាយរបស់ខ្ញុំបានចាក់ចេញពីខ្ញុំអស់12ឆ្នាំហើយប៉ុន្តែខ្ញុំនៅតែនឹកគាត់រាល់ថ្ងៃបើបងប្អូននៅមានយាយនៅក្បែរខ្លួនសូមឧស្សាហ៍និយាយលេងសួរនាំពីអតីតកាលរបស់គាត់ហើយអោបគាត់ឲ្យបានច្រើនអ្នកទាំងអស់គ្នាអាចសរសេរអ្វីដែលចង់និយាយទៅកាន់លោកយាយនៅក្នុង comment ខាងក្រោមបានខ្ញុំជឿថាគាត់នឹងទទួលបានសារទាំងអស់នេះជួបគ្នាសៀវភៅក្រោយទៀតបាយបាយ